Ok,សួស្តីអ្នកនរគ្នាចឹងថ្ងៃហ្នឹងយើងបន្តនៅ challenge day 2 យើងទៀតដែល challenge ថ្ងៃហ្នឹងយើងមាន2 challenge ទៀតព្រោះដោយសារតែ challenge ថ្ងៃហ្នឹងក៏វា simple ដែរវាអត់សូវពិបាកទេព្រោះដោយសារតែយើងនៅ condition យើងនៅមាន loop មានដូចជាអត់មាន loop ទេមកតែអាចមានតែ if else condition ទេចឹងយើងអាច start បានចឹង challenge ទី1របស់យើងគឺខ្ញុំដាក់ឈ្មោះវាថា secret code translator វាដូចទៅនឹង encryption ចឹងគាត់ថា encryption វាជា complex logical មួយឬក៏ complex logic មួយដែលគេប្រើសម្រាប់ encrypt information គេប្រើសម្រាប់ encrypt password ឬក៏ encrypt នៅ content ផ្សេងៗដែលគេប្រើឥឡូវនេះអញ្ចឹងអានេះក៏វាទៅជារបៀប encryption ដែរគាត់ថាយើងធ្វើវាជា simple ទេឧទាហរណ៍ដូចនៅខាងក្នុងអញ្ចឹងយើងបានន័យថាយើង input ពាក្យ input ជា sentence ជាអីក៏ដោយចូលទៅក្នុង prompt យើងទៅបន្ទាប់មកបើសិនជាវាចំ condition នៃអក្សរមួយណាដែលយើងកំណត់នេះអញ្ចឹងវានឹងដូរទៅជាអីផ្សេងបាទវាដូរទៅជា symbol ដូរទៅជាលេខអីហ្នឹងអាហ្នឹងវាចូលជា type encryption ហើយគាត់ថា encryption វាហ្មងដែលគេប្រើដល់ថ្ងៃនេះវាជា logic មួយធំហើយថាវាមិនមែនមានតែប៉ុណ្្នឹងឯងវាអាចមានច្រើនមាន encrypt ទៅជាអីផ្សេងដែល unreadable បានន័យថាបើសិនជាចង់ reverse ឲ្យ content ហ្នឹងពី unreadable ទៅ readable ក៏វាពេលយូរឬក៏វាពិបាកដែរអញ្ចឹងអាហ្នឹងសម្រាប់ encryption ហ្នឹងហើយក្នុងគោលបំណងនេះគាត់តែចង់ឲ្យអ្នកនរគ្នាអាចប្រើនៅ if else condition ហើយអាចដឹងពី encryption simple បន្តិចអញ្ចឹង challenge ទៅមុខទៀតអាចយើងបាក់ជាងហ្នឹងអញ្ចឹងទៅអញ្ចឹងអូខេអញ្ចឹងតើតើមួយ challenge ថ្ងៃនេះយើងនឹងencrypt តាម rule ដែលគេឲ្យនេះបានន័យថាបើសិនជាពាក្យដែលយើងសរសេរទៅមានអក្សរ A ក្នុងហ្នឹងចឹងវានឹងដូរទៅ add មានអក្សរ E វានឹងដូរទៅ3មាន I វានឹងដូរទៅសញ្ញាឧទានឬក៏ exclamation mark នេះហើយបើអក្សរ O វានឹងដូរទៅលេខ0ហើយបើអក្សរ U វានឹងដូរទៅជា hashtag ឬក៏ទ្រង់ជ្រូកនេះអញ្ចឹង goal យើងទៅសេនៅ program យើងមួយឲ្យ user គាត់ input ហើយតមកបាននៅ encrypted version វិញអញ្ចឹងsample របស់គេបានន័យថាបើសិនជាដាក់ hello world វានឹងចេញអញ្ចេះបានន័យថាវាដូរ e ទៅលេខ3ដូរ o ទៅលេខ0អូខេអញ្ចឹងបើសិនជាអ្នកនរគ្នាដឹងថា challenge នេះត្រូវសរសេរមិនឬក៏អ្នកនរគ្នាចង់សរសេរដែរអ្នកគ្នាអាច pause វីដេអូហ្នឹងសិនទៅហើយគិតតិចទៅណាគួរតែសរសេរមិនតមកចាំយើង compare result ពេលបន្តិចនេះតែបើសិនជាអ្នកនរគ្នាអត់ដឹងសរសេរមិនទេ no idea អូខេយើងអាចសរសេរមួយគ្នាបានអញ្ចឹងយើងតពី challenge យើងមកសមវិញពីនេះ palindrome ហើយនឹង Facebookចឹងអូខេឥឡូវយើងចូលទៅដល់ secret code ចឹងអ្នកដឹងហើយមិនសមវិញយើងចង់បាន input មួយយើងត្រូវ declare នៅ variable មួយតែ variable យើងមិនបាច់ចាំមាន type វាជាអីទេព្រោះនៅក្នុង Python នេះវា auto ចឹងយើងដាក់ input មក enter the message to encrypt អូខេហ្នឹងមកតោះមកយើងដើម្បីយើង encrypt វាយើងត្រូវមាន variable មួយទៀតគឺយើងដាក់ពី encrypt អូខេចឹងយើងប្រើនៅ function មួយឈ្មោះថា replace បានន័យថាបើសិនជាគេ input hello ចូលក្នុងហ្នឹងវានឹង store ចូលក្នុង message នេះហើយវានឹង store ក្នុង message ហ្នឹងបន្ទាប់មកយើងយក message ហ្នឹងទៅ replace បានន័យថាឧទាហរណ៍យើងដាក់
A ហើយបន្តមកទៀតយើងដាក់ add check អញ្ចឹងវានឹងចូល rule ទី1នេះអញ្ចឹងមានន័យថាបើសិនជាទី1នេះmessage យើងមាន A នៅក្នុងហ្នឹងអញ្ចឹងវានឹង go through ខ្លួនឯងដល់យើងមានពាក្យថា apple អញ្ចឹងវានឹង go through A នៅក្នុងហ្នឹងចេញ add pple អញ្ចឹងទៅបន្ទាប់ពីហ្នឹងមកទៀតយើងចូល rule ទី2របស់យើងគឺ e ស្មើនឹង3អញ្ចឹងយើងនឹងបន្ត store data ហ្នឹងនៅលើ variable encrypt ដដែលយើងនឹងអត់ដូរវាទេអញ្ចឹងយើងបាយតាមកតែយើង replace e ទៅជា3អូខេអញ្ចឹងបន្ទាប់ពីវាដូរ A ហើយវានឹង store ចូល encrypt ដដែលអញ្ចឹង encrypt ដដែលហ្នឹងវានឹង check មើលទៀតវានឹងបន្ត check មើលទៀតព្រោះ code យើងគឺវា run by line វា run ពីលើចុះទៅក្រោមអញ្ចឹងវា run line នេះហើយបានវាចូល line នេះអញ្ចឹង that is why យើងអាចធ្វើអញ្ចឹងបានយើងឲ្យវា row A ហើយវាដូរវា row E ហើយវាដូរទៅ3អញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមដល់អក្សរ I ម្ដងអូខេយើងដាក់មក replace I exclamation mark ដល់មកទៀត encrypt O ទៅ0មកទៀតយើង encrypt replace u ទៅ hashtag អូខេយើង replace u ទៅ hashtag អូខេបន្តមកទៀតពេលដែលយើងដាក់ condition យើងចាប់អស់ហើយយើងអាច print វាបានហើយដោយសារតែ code យើងវា run ពីលើចក្រមអញ្ចឹងពេលដែលវា play ឲ្យយើងអាច print វាបានហើយអញ្ចឹងវានឹងចេញ encrypted យើង XML encrypted message យើងដាក់មក encrypted អូខេអញ្ចឹងឲ្យយើងអ្នកគ្នាអត់ត្រូវភ្លេចគឺយើង documentation code របស់យើង as user to import the original but replaceចឹងសម្រាប់ A E I O U នេះគឺជាស្រៈរបស់ភាសាអង់គ្លេសណាអញ្ចឹងខ្ញុំអាចដាក់ replace over with symbol តែអ្នកគ្នាអាចកែដាក់ថែមបានអាចចង់ដាក់អីផ្សេងក៏បានពីលើនឹងទៀតគាត់ណាឡើយខ្ញុំដាក់តែប៉ុណ្្នឹងទេព្រោះដោយសារតែ challenge របស់យើង require តែប៉ុណ្្នឹងទេចឹងយើងអាចដាក់មក replace function យើង will create new string ហើយវា store បន្តទៀតអូខេអូខេអញ្ចឹងយើងអាច run code យើងបានហើយមួយទៀតដោយសារតែខ្ញុំគិតថាក្នុងនេះអាចនឹងឧទាហរណ៍ថាគេឥឡូវយើងអាច run code នេះសិនអូខេខ្ញុំវាយពាក្យថា hello world ចឹងវានឹងចេញអញ្ចឹងហើយវាដូចទៅនឹងរបស់គេប៉ុន្តែបើសិនជាគេវាយ e ធំឬក៏ o ធំដល់មកធំអញ្ចឹងគឺវាណាដូរឯងអញ្ចឹងហើយយើងគួរតែដោយសារតែយើងអាចបានដូរ input គេឲ្យទៅជាអក្សរតូចតែមួយថែមវានៅដោយសារ condition យ៉ាងនេះវា replay តែវាឃើញអក្សរតូចទេអញ្ចឹងយើងគួរតែដូរវាទៅអក្សរតូច
group input ទាំងអស់វានឹងទៅជាអក្សរតូចទាំងអស់អញ្ចឹងវានឹង find out វានឹងក៏វានឹងយកយើងវានឹង include ឲ្យយើងបើទោះបីជាយើងដាក់ hello world okay try again hello world okay វានឹងចេញចឹងឲ្យអញ្ចឹងគ្រាន់ថា condition នេះវាអត់ត្រូវនឹងនេះទេយើងគួរតែ time ចឹងយើងអាចមានពីរយើងអាច time នៅ encrypted message យើងនេះបន្ថែមឬក៏យើងអាចដាក់ lower នេះគាត់ថាបើសិនជា currently យើងដាក់ lower នេះវានឹងអត់ចូលនៅ output design ដោយសារតែវាដូរទៅអក្សរតូចអញ្ចឹងអ្នកនរគ្នាអាចសម្រេចចិត្តបានពីរចង់បន្ថែម5 line ទៀតដែលជាអក្សរធំនេះចឹងយើងអត់ត្រូវមកប្រើនេះចឹងវានឹងចូល condition នេះខ្ញុំដាក់ lower នេះក្នុងករណី reverse situation គឺយើងនឹងឲ្យវាទៅតែជាមួយ type ទេដើម្បីយើងងាយស្រួល catch input របស់គេប៉ុន្តែ currently យើងអត់បានធ្វើចឹងទេព្រោះដោយសារតែ expected output យើងជាមួយ input យើងគឺយើង follow តាម challenge ដែលគេឲ្យអញ្ចឹង it is okay ជួយសាកដល់ទៀតអូខេអញ្ចឹងវាត្រូវហើយអូខេអញ្ចឹងអ្នកគ្នាកូដនេះវាបន្តិចទេអញ្ចឹងអ្នកគ្នាអាចរៀនសរសេរបានហើយមានអីចង់បន្ថែមអាច comment down below តបមកទៀតខ្ញុំគិតថាបើសិនជាយើងអត់ប្រើ Python យើងប្រើ C យើងភាសា low level ផ្សេងអាចនឹងច្រើនជាងនឹងព្រោះដោយសារតែ low level language ផ្សេងទៀតដូចជា C ឬក៏ C++ អីអាចនឹងអត់មាន function replay នេះអាចនឹង require យើងឲ្យសរសេរច្រើនជាងហ្នឹងព្រោះដោយសារ Python វាជា language មួយដែលវាមាន library ច្រើនវាមានអីច្រើនអញ្ចឹង that's why វាមាន function ដែលជា shortcut ឲ្យយើងប្រើច្រើនអញ្ចឹងអ្នកនរអាច try out បានបើសិនជា Python នេះវាស្រួលពេកអ្នកនរអាច try out C ចង់ដឹងថាតើវាមិនអញ្ចឹងឬក៏អ្នកនរចង់ខ្ញុំ try out ក៏បានដែរអូខេអញ្ចឹងយើងចូលយើង challenge ទី3យើងជាប់ហើយយើងចូល challenge មួយទៀតគឺ emoji mood detector អូខេអញ្ចឹងសម្រាប់ emoji mood detector នេះគឺ conditional logic ដូចអ្នកឃើញថាអញ្ចឹងគឺ if else សុទ្ធតែហើយយើងប្រើ input មិនដូចគ្នាគាត់ថាមិញនេះយើងអត់មានប្រើ if else ទេយើងប្រើ function replace គឺយើងគាត់តែ replace ពាក្យអូខេប៉ុន្តែសម្រាប់នេះយើងត្រូវប្រើ if else ព្រោះដោយសារតែយើងនឹង detect នៅពាក្យដែលគេវាយចូល feeling ដែលគេវាយចូលអញ្ចឹងអ្នកគ្នាអាចយកនេះទៅ imply បានថាឧទាហរណ៍ថា real world application គេ detect ទៅជាមុខ detect មុខយើងសบายចិត្តមុខពិបាកចិត្តមុខអីចឹងណាប៉ុន្តែអាហ្នឹងវាមានជា API មានអីទៅសម្រាប់ detect មុខអីចឹងតែគាត់ថានេះវាជា backbone មួយយើងគាត់នៅសរសេរអក្សរឲ្យប៉ុន្តែ concept វាតែមួយឯងគេអាចបដូរថាមុខប្រភេទនេះឲ្យទៅជា happy មុខប្រភេទនេះទៅជា sad ចឹងវានឹងទៅជា text ហើយ text ហ្នឹងវានឹងចូល condition ដូចតែគ្នាគាត់ថានេះវាជា backbone មួយយើងអត់ខ្វល់ថាមុខមិនសំខាន់គេ input មកមិនវាចេញអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្នាអាចធ្វើ challenge ហ្នឹងហើយអាច simplify ទៅរបស់ដែលមាននៅក្នុង real world យើងរាល់ថ្ងៃនេះតែគេមាននៅក្នុង application ធំៗដូចហ្នឹងក៏វាអត់ខុសពីហ្នឹងដែរគាត់ថាគេមាន logic ច្រើនជាងហ្នឹងដើម្បីទៅសេអាហ្នឹងឬក៏ដើម្បីបំលែងអាហ្នឹងឲ្យវាទៅជា text អញ្ចឹងអូខេអញ្ចឹងយើងអាចចាប់ផ្ដើមនៅ emoji mood detector យើងបានចឹងទី1អត់ខុសពីមិញទេយើងអាចចូលមក Visual Studio Code យ៉ាងមកយើងអត់ខុសពីមិញទេចឹងទី1យើងឲ្យគេ input mood ចឹងដូចអ្នកនេះឃើញអញ្ចឹងយើង ask user ថាមាន feeling ម៉េចចឹងបើគេ
feedback មក happy យើង print អញ្ចឹងទៅបើ គេ set យើង print អញ្ចឹងទៅ អូខេអញ្ចឹងយើង notes okay how are you feeling todayចឹង អូខេបន្តមកទៀតយើងនឹងចូលនៅ condition យើង if mood យើង print មក you look great អូខេចឹងយើងប្រើតើណាយើងប្រើ ifអូខេស្មើនឹង set យើង print មក sending you hearts អូខេ emoji set អូខេតើមកយើងមាន alif ទៀតគឺ mood ស្មើគេ angry អូខេbring tag a depth red okay mà dương miền L បានន័យថានៅក្នុង L នេះយើង extend ពីហ្នឹងយើងនឹង print I am here if you need me okay ចឹងដោយសារកូដនេះតិចតិចយើងអាច set condition ដល់ជាប់ទៅយើងតែវា okay how are you feeling today ខ្ញុំ that angry អូខេចឹងវានឹងចេញមកហើយប៉ុន្តែវាមានមួយទៀតបើសិនជាខ្ញុំដាក់ set វាទៅជាចេញ I am here if you need me វិញក៏ប៉ុន្តែ set នេះវាគួរតែចេញ sending hug នេះប៉ុន្តែដោយសារតែខ្ញុំវាយអក្សរធំចឹង input ហ្នឹងវានឹងអត់ចូល condition ទេជាអ្នកគេឃើញមកខ្ញុំឧទាហរណ៍មិញយើងត្រូវធ្វើម៉េចយើងអាចដាក់ lower យើងអាចដាក់ save វានៅនឹងមកឬក៏យើងអាចដាក់ save វាមួយ line ទៀតបានអញ្ចឹងក៏បានដែរដូចគ្នាទេអូខេអញ្ចឹងបើខ្ញុំ run វាម្ដងទៀតខ្ញុំដាក់ set អូខេវាចេញទៅហើយ yes អញ្ចឹងអ្នកនរគ្នា complete command ask the user to describe the feeling okay lower the input value condition for happy condition for sad okay condition for angry any condition if not much okay ចឹងយើង follow គេតាម rule គេត្រូវហើយចឹងហ្នឹងអ្នកគ្នាអាចបើសិនជា code នេះអ្នកគ្នាអត់បានសរសេរទេខ្ញុំអាច list វានៅក្នុង description អ្នកគ្នាអាច check it out បានតែខ្ញុំគិតថាអ្នកគ្នាគួរតែរៀនសរសេរវាទៅបើទោះបីជាអ្នកគ្នាមើលទៅឃើញវា simple ក៏ដោយក៏ប៉ុន្តែវាអាចទៅពេលយើងសរសេរយើងអាចយើងបានគិតយើងបានអីចឹងណាអញ្ចឹងpractice more is better អូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នា